មនុស្សខ្លះគ្រាន់តែឃើញភ្លាមក៏មានចិត្តស្រឡាញ់ចូលចិត្តតែមនុស្សខ្លះគួរឲ្យស្អប់តាំងពីបានជួបលើកដំបូងតើរឿងហ្នឹងយ៉ាងម៉េចដែរវាអាស្រ័យកត្តាខាងក្នុងហើយនិងអាស្រ័យកត្តាខាងក្រៅស្អប់ស្រឡាញ់វាចេញពីចិត្តរបស់យើងហ្នឹងឧទាហរណ៍មនុស្សខ្លះភិនភាករបស់គាត់រូបរាងកាយរបស់គាត់ហ្នឹងវាមានរាងមកមិនចំចំណងដែលយើងចង់មើលគ្រាន់តែរាងសោះគ្រាន់តែមុខសោះសម្ដីសម្ដៅអីចឹងរឿងចិត្តរបស់យើងវាមិនរឿងគាត់ហើយដែលចិត្តហ្នឹងវាមានអាស្រ័យវែងនិងអាស្រ័យខ្លីបើយើងសិក្សាមកតាមធម្មបទព្រះអង្គថាសេចក្តីស្រឡាញ់វាកើតដោយហេតុពីរសពហ្នឹងក៏ចឹងដែរទី1ធ្លាប់មានពពេសន្និវាសេណៈធ្លាប់រួមសន្និវាសមានន័យថានៅរួមគ្នាស្រឡាញ់គ្នាពីមុនមកអញ្ចឹងសន្តាននៃការចូលចិត្តគ្នាហ្នឹងឃើញភ្លាមទៅស្រឡាញ់ផ្លែតហើយអាឃើញភ្លាមស្រឡាញ់ផ្លែតហ្នឹងដោយហេតុពីរទៀតមួយដោយសារការរួមរស់ពីមុនហ្នឹងវាធ្លាប់មានឧបនិស្ស័យជាមួយគ្នាមួយទៀតស្រឡាញ់ផ្លែតដោយអំណាចកិលេសរបស់យើងផ្ទាល់ហ្នឹងមកដែលវាកើតឥឡូវហ្នឹងមិនបាច់ពីយូរណាទេវាកើតតែឥឡូវហ្នឹងព្រោះយើងប្រាថ្នាចង់បានរបស់មនុស្សអញ្ចឹងដល់ជួបទៅប៉ាប់ស្រឡាញ់មកហ្នឹងហើយស្អប់ក៏អញ្ចឹងដែរធ្លាប់មានពីវិរិយនឹងគ្នាហ្នឹងមួយទៅហើយមួយទៀតអាក្រក់រាល់ថ្ងៃភ្លាមហ្នឹងស្អប់យកតែមកហ្នឹងអញ្ចឹងមិនគាត់មិនធ្វើអីស្អប់អាហ្នឹងវាមានកត្តាពីរគឺប្រកបដីរបស់យើងមិនចូលចិត្តមនុស្សប្រភេទហ្នឹងដល់ជួបទៅក៏មិនបានឃើញគាត់ធ្វើអាក្រក់អីទេក៏យើងមិនចូលចិត្តទៅព្រោះដូចរាល់ថ្ងៃអញ្ចឹងមិនបាច់តែស្អីទេតែយើងរៀងដាក់ថាក្រុមឧទាហរណ៍ថាក្រុមសិស្សនៅនេះសិស្សនៅនោះបៈនេះបៈនោះខណៈឃើញថាបៈហ្នឹងម៉ៃទាំងអស់មិនកើតទេពួកនេះឃើញទេអាហ្នឹងមិនរឿងអតីតកាលស្អីទេរឿងឥឡូវហ្នឹងចិត្តយើងវាដាក់អញ្ចឹងហើយយើងលំអៀងអញ្ចឹងហើយគ្រាន់តែនៅក្រុមហ្នឹងគឺអត់កើតទេហ្មងតែបើនៅក្រុមអញគឺល្អអស់អាហ្នឹងមកពីចិត្តលំអៀងរបស់យើងឃើញទេរឿងខាងក្នុងដ៏ច្រើនអាយូរហើយហ្នឹងវាសាយភេមកបន្តិចទេប៉ុន្តែសំខាន់ណាស់ឥឡូវហ្នឹងឥឡូវយើងមើលតែរឿងសង្គមរាល់ថ្ងៃមើល fan របស់អ្នកណាអញ្ចឹងគឺថាឃើញ idol គេនិយាយអីគេគ្រប់គ្រងតែឃើញទេអាណាមកប៉ះមិនបានទេជាអ្នកចម្រៀងជាគ្រូបរិញ្ញាជាមេបៈជាអីក៏ដោយឲ្យតែគេដាក់ចិត្តថាគ្រប់គ្រងហើយអាណាហ៊ានទៅប៉ះមេអញឬក៏ idol របស់អញអត់បានទេចេញមុខភ្លាមអាហ្នឹងរឿងអីរឿងលំអៀងរបស់យើងវាមានរឿងគាត់ទេគាត់តែប៉ុណ្្នឹងរបស់គាត់ទៅហើយតែមកពីគាត់អាក្រក់ក្រេះចុះមនុស្សគ្រប់គ្រងគាត់មកកកគេមិនឃើញគាត់អាក្រក់ហ្នឹងយើងតែយើងអ្នកគិតថាវាទៅជាបញ្ហាអញ្ចឹងបានរឿងទាំងឡាយហ្នឹងវាមិនមែនរឿងគេគិតចំពោះយើងយ៉ាងម៉េចទេសំខាន់ថាយើងគិតចំពោះគេយ៉ាងម៉េចឬក៏ចំពោះខ្លួនឯងយ៉ាងម៉េចហើយដោះចិត្តស្អប់ចិត្តស្រឡាញ់ចេញក៏មិនមែនទៅកែគេនៅតែកែតែរឿងគំនិតរបស់យើងដដែលចុងក្រោយតែឆ្លើយតាមធម៌ដែលធ្លាប់មានមកក្នុងធម្មបទហ្នឹងថាព្រះអង្គថាស្រឡាញ់វាកើតដោយហេតុពីរដូចផ្កាឈូកអញ្ចឹងវាមានទឹកផងមានភក់ផងមិនដោះកើតអញ្ចឹងណាមានតែទឹកទទេក៏វាពិបាកដោះមានតែភក់អត់ទឹកវារឹងកពិតដោះមិនកើតអញ្ចឹងសេចក្តីស្រឡាញ់ហ្នឹងព្រះអង្គថាដោយហេតុពីរពពេអ្នកសន្និវាពពេហេសន្និវាសេអ្នកដោយធ្លាប់មានការរួមរស់ជាមួយគ្នាបង្កើតចិត្តជាប់ជាពាក់មួយគ្នាមកដល់យើងបដិសន្ធិជាតិនេះមកក្លេកឃើញភ្លាមមិនស្អាតទេមើលទៅដូចគួរឲ្យអាណិតគួរឲ្យស្រឡាញ់និស្ស័យអានិស្ស័យហើយមនុស្សខ្លះមានពីរវេរានឹងគ្នាធ្លាប់ធ្វើអាក្រក់ដាក់គ្នាចង់ណែឯងល្អប៉ុណ្ណាក៏ដោយក៏ស្អប់ដែរព្រោះធ្លាប់មានពីរវេរាដូចជាសតុឲ្យបីដាងដល់កូនហើយនឹងឪពុកហ្នឹងក៏វានៅតែមិនចូលចិត្តដែរអញ្ចឹង
ប៉ុន្តែយើងកុំដាក់ទោសតែរឿងអតីតកាលពេកចឹងមិនហេតុមួយទៀតហ្នឹងព្រះអង្គនិយាយពីហេតុបច្ចុប្បន្នអាចទៅជាកើតការស្រឡាញ់ដោយសារយើងជួយគ្នាធ្វើប្រយោជន៍ដល់គ្នាឃើញគ្នាញឹកញឹកតាក់ទងញឹកញឹកស្រឡាញ់អាហ្នឹងហេតុបច្ចុប្បន្នអាផ្លេតស្រឡាញ់ភ្លាមហ្នឹងដូចច្រើនហេតុអតីតកាលបន្តម៉ូនីនអសចុច2ថ្មអានមិនរួចមេរៀនជាតិសឹករកនៅក្នុងអវ័យមានគ្រប់សម្រាប់រៀនអាចរកសភៅបានសភៅនៅពេញហ្នឹងមានបណ្ណាគារច្រើនតាមើលអភិធម្ម9បរិឆេទអីហ្នឹងក៏អាចមានហើយបើយើងបើបរិឆេទមួយគេមានរៀបច្រើនដែរឥឡូវអភិធម្មមត្តសង្ឃៈបរិឆេទទី1បរិឆេទទី2សៀងសង្ហៃហេតុអ្វីទៅពេលសមាធិមិនអាចគ្រប់គ្រងចិត្តមិនឲ្យគិតបាននៅដោយសារកម្លាំងសតិយើងវានៅខ្សោយចឹងចិត្តវានៅតែគិតទៅតាមអំណាចវាអត់តន់ទៅតាមអំណាចសតិបានសូវៀតហ៊ុនតើចិត្តបេះដូងខួរក្បាលមានតួនាទីយ៉ាងណាសម្រាប់រាងកាយធម៌ទាំងអស់ហ្នឹងវាអាស្រ័យគ្នានៅក្នុងមហាប្រឋានដែលសម្ដែងពីការអាស្រ័យគ្នាទៅវិញទៅមកនោះខណ្ឌ4អាស្រ័យខណ្ឌ1ខណ្ឌ1អាស្រ័យខណ្ឌ4ហ្នឹងហើយដូច្នេះវាមិនអាចដាច់ដោយឡែកពីគ្នាទេគ្រាន់ថាវាមានតួនាទីខុសគ្នាត្រង់ថាបេះដូងក៏ដោយខួរក្បាលក៏ដោយបើដកចិត្តចេញវាអត់មានដឹងអីទេចិត្តជាធម្មពលហើយធម្មពលនោះវានឹងធ្វើការស្របតាមវត្ថុដែលវាអាស្រ័យឧទាហរណ៍ថាប្រៀបនឹងរូបចុះបើសិនជាអារម្មណ៍ប្រៀបតាមពិតសម្លេងក៏ជារូបដែរប៉ុន្តែប្រៀបឲ្យយល់ថាចិត្តប្រៀបដូចជាសម្លេងចុះហតិយៈបេះដូងនេះហើយនឹងខួរក្បាលដូចជាអូបឡចុះអញ្ចឹងបើសិនជាយើងយក memory យកទៅដាក់នៅក្នុងធុងបាសមួយហើយយើងចាក់សំឡេងមកសំឡេងដែលវាលឺចេញអីបត់ចម្រៀងស៊ិនស៊ីសមុទ្រអញ្ចឹងបឹងមកបត់នេះបត់នោះបត់នេះបត់នោះអញ្ចឹងធុងបាសហ្នឹងវាគ្រាន់តែមានតួនាទីឲ្យលឺសំឡេងឡើងប៉ុណ្ណោះទេតែបត់ទៅជាយ៉ាងណានៅលើស្អីដែលយើង install ចឹងតួស្អីដែលយើង install ដូចជាវិញ្ញាណឬក៏ចិត្តហ្នឹងឯងចឹងវាលឺមកយ៉ាងម៉េចប៉ុន្តែសួរថាលឺហ្នឹងដកអូបឡហ្នឹងចេញបានទេថាអត់ទេអត់បានទេប៉ុន្តែតួអូបឡតួធុងបាសហ្នឹងវាមានប្រយោជន៍ក្នុងការធ្វើឲ្យសំឡេងហ្នឹងលន់លឺឲ្យសំឡេងហ្នឹងវាលន់លឺចេញមកប៉ុន្តែលឺចេញជាបទអីហ្នឹងវាមិនមែនរឿងរបស់ធុងបាសហ្នឹងទេបទសារវ័នឡាំលាវហើយហោហាសអីហ្នឹងអាហ្នឹងដោយសារស្អីដែលគេបញ្ចូលដែលអាត្មាប្រៀបថាអាតួលឺចេញមកហ្នឹងដូចជាចិត្តហ្នឹងចឹងជាធម្មពលវាចេញមកតែបើយើងយកស្អីហ្នឹងទៅចាក់នៅក្នុងអូបឡផ្សេងវាលឺរៀងផ្សេងពីហ្នឹងផ្លាស់បត់ទៅវាលឺផ្សេងពីហ្នឹងបើលឺចេញពីកូនកញ្ឆាញមេក្រូតូចវាលឺរ៉ែនឹងខ្មែរគ្រាន់តែឧទាហរណ៍ចឹងណាដូច្នេះចិត្តមានតួនាទីដឹង
ប៉ុន្តែវាដឹងទៅបានបើវាអត់ខួរក្បាលវាដឹងអត់កើតទេអត់បេះដូងក៏វាដឹងអត់កើតដែរព្រោះវាអាស្រ័យគ្នាដូចបច្ឆេះហេងដាតភ្លើងអញ្ចឹងខួរក្បាលក៏ដោយបេះដូងក៏ដោយដូចជាបច្ឆេះអញ្ចឹងដូចជាប្រេងដូចជាបច្ឆេះដល់តួចិត្តវិញ្ញាណហ្នឹងដូចជាពលឺដែលវាឆេះចេញពីហ្នឹងដូចជាអណ្ដាតភ្លើងដែលវាឆេះចេញពីហ្នឹងយើងអាចនិយាយបានថាបើអត់បច្ឆេះវាមិនឆេះទេត្រូវដូចនិយាយថាបើអត់ខួរក្បាលគិតអីវាមិនឃើញត្រូវតែតួក្បាលមែនតើវាមិនមែនសម្រាប់ដឹងទេវាប៉ុណ្ណឹងទៅធ្វើម៉េចឲ្យអាធាតុដឹងហ្នឹងវាកើតឡើងជាបច្ច័យឲ្យធាតុដឹងហ្នឹងវាកើតឡើងតែប៉ុណ្្នឹងឯងហ្នឹងអញ្ចឹងបច្ឆេះហ្នឹងនៅល្អយ៉ាងម៉េចក៏ដោយមិនតាន់ខូចយ៉ាងម៉េចក៏ដោយដកតែចិត្តចេញវាអត់មានធាតុក្តៅអីឆេះទៀតទេដូចបច្ឆេះហ្នឹងអញ្ចឹងអត់ដូចខួរក្បាលយើងហ្នឹងទៅនៅល្អបេះដូងនៅល្អយ៉ាងម៉េចក៏ដោយអញ្ចឹងបើវាអស់អាវិញ្ញាណធាតុឬក៏អស់តែចិត្តហ្នឹងចេញមក nothing វា work អត់កើតទេតែវាជាទីអាស្រ័យណារបស់ទាំងអស់ហ្នឹងមិនមែនអត់ប្រយោជន៍ទេគឺវាជាទីអាស្រ័យរបស់ចិត្តហើយធ្វើទៅតាមទូនាទីរបស់វាសហការគ្នាធ្វើដូចតែម៉ាស៊ីនអញ្ចឹងវាមានកន្លែង buzy ទៅវាលេងកន្លែង piston ទៅវាមានស្អីៗប៉ុន្តែសំខាន់គឺធ្វើឲ្យ energy ហ្នឹងកើតឡើងតួ energy តួធម៌ពលហ្នឹងដូចជាចិត្តអញ្ចឹង